ដឹងតែក៏ក្រៅហើយសល់ត្រឹមតែជាងមួយសប្តាហ៍ទៀត Fiesta ត្រៀមដល់ទៅ63ឈុតឡើងឆាកអន្តរជាតិឆ្នាំនេះសល់ត្រឹមតែជាងមួយសប្តាហ៍ទៀតឡើងឆាកអន្តរជាតិហើយ Fiesta ដែលជា Miss Universe Cambodia 2025បានត្រៀមខ្លួនរួចរាល់ដើម្បីប្រកួតប្រជែងក្នុងកម្មវិធីនេះជាពិសេសនាងបានត្រៀមរហូតដល់ទៅ63ឈុតដើម្បីប្រកួតប្រជែងស្របពេលដែលត្រៀមខ្លួនដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិស្រីស្អាត Fiesta មិនបានទុកពេលវេលាចោលឥតប្រយោជន៍នោះទេផ្ទុយទៅវិញនាងបានប្រឹងធ្វើការងារគ្រប់បែបយ៉ាងទាំងការងារថតក៏ដូចជាពង្រឹងសមត្ថភាពខ្លួនបន្ថែមក្នុងការត្រៀមចាញ់ទៅដណ្ដើមមកុដលើឆាកអន្តរជាតិថៃនារីសុជីតាហៅ Fiesta បានចំណាយថវិកាយ៉ាងច្រើនក្នុងការរៀបចំឈុតសម្លៀកបំពាក់រហូតដល់ទៅ63ឈុតសម្រាប់ចូលរួមប្រកួតប្រជែងនៅក្នុងឆាក Miss Universe International នៅក្នុងឆ្នាំនេះនាងថែមទាំងបាននិយាយថាដំបូងត្រៀមត្រឹមតែ60ឈុតប៉ុណ្ណោះឥឡូវឡើងទៅដល់63ឈុតសុទ្ធសឹងតែជាឈុតស្អាតៗត្រូវនឹងចិត្តរបស់នាងផ្ទាល់តែម្ដង Fiesta ត្រូវបានមហាជនរំពឹងច្រើនថាអាចនឹងមានឱកាសបានចូលទៅដល់ Top ល្អសម្រាប់ការប្រកួត Miss Universe Cambodia 2025នៅក្នុងឆ្នាំនេះអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងជោគជ័យសម្រាប់ការប្រកួតដ៏ធំនេះ